何々に行く何々に行くមានន័យថាទៅធ្វើអ្វីមួយ皆さんこんにちはសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះពួកយើងទៅសិក្សាអំពីវេយ្យាករណ៍ជាពិធី N5 បន្ថែមទៀតទាំងអស់គ្នាគឺ何々に行く何々に行くមានន័យថាទៅធ្វើអ្វីមួយ go to do something ដើម្បីសិក្សាវេយ្យាករណ៍ភាសាជប៉ុនដំបូងយើងត្រូវទៅសិក្សាអំពីសេតសុគុរបស់វាសិនអញ្ចឹងសេតសុគុមានន័យថាដំណរភ្ជាប់ចំពោះវេយ្យាករណ៍មួយនេះគឺមានភាពងាយស្រួលទេគឺយើងគ្រាន់តែមានកិរិយាសព្ទហើយបូកជាមួយនឹងនិអ៊ីគឹយើងអាចប្រើទម្រង់ផ្សេងទេយើងប្រើបានតែកិរិយាសព្ទទេប៉ុន្តែកិរិយាសព្ទរបស់យើងត្រូវតែបំបែកទៅជាទម្រង់ mas ហើយលុប mas ចោលអញ្ចឹងសល់ទាំងប្រមាណយកទៅបូកជាមួយនឹងនិអ៊ីគឹឥឡូវយើងធ្វើឧទាហរណ៍ទាំងអស់គ្នាដើម្បីកាន់តែយល់ច្បាស់ឧទាហរណ៍ទី1映画を見に行きます映画を見に行きます映画を見に行きますមានន័យថាខ្ញុំទៅមើលកុនចឹងពាក្យថា映画មានន័យថារឿងឬក៏យើងអាចបកថាកុនដែលយើងទៅមើលនៅរោងកុន見に行きます見に行きますមានន័យថាទៅមើលចឹងកន្លែងនេះយើងមានវេយ្យាករណ៍របស់យើងគឺに行きますដែលមានន័យថាទៅធ្វើអ្វីមួយកន្លែងនេះយើងបានបំបែកទៅជាទម្រង់ maske រួចហើយដែលជាទម្រង់គួរសមអញ្ចឹងដើម្បីបូកវេយ្យាករណ៍នេះបានយើងត្រូវមានកិរិយាសព្ទអញ្ចឹងកន្លែងនេះកិរិយាសព្ទរបស់យើងគឺមីនឹងឯងនេះអញ្ចឹងមីនេះគឺបានមកពីកិរិយាសព្ទដើមគឺមីរុមានន័យថាមើលហើយយើងត្រូវបំបែកជាទម្រង់ masen ទៅជា mimas មីរុទៅជា mimas លុប mas ចោលនៅសល់ប្រមាណយើងយកមកបូកជាមួយនឹងនិអ៊ីគឹដែលជាវេយ្យាករណ៍របស់យើងអញ្ចឹងនៅកន្លែងនេះយើងសល់តែមីទេអញ្ចឹងយើងយកមីបូកជាមួយនឹងនិអ៊ីគីម៉ាសទៅជាមីនិអ៊ីគីម៉ាសមានន័យថាទៅមើលអញ្ចឹងចំពោះវេយ្យាករណ៍និអ៊ីគឹនេះគឺវាមានលក្ខណៈដូចភាសាខ្មែរយើងដែរណាមានន័យថាទៅធ្វើរឿងអីគេមួយអញ្ចឹងដូចយើងចង់និយាយថាទៅគេងទៅញ៉ាំទៅផឹកគឺយើងអាចប្រើទម្រង់វេយ្យាករណ៍និអ៊ីគឹនេះបានឥឡូវត្រៀមទាំងអស់គ្នា映画を見に行きます映画を見に行きます映画を見に行きますមានន័យថាខ្ញុំទៅមើលកុនឧទាហរណ៍បន្ទាប់友達の家に遊びに行く友達の家に遊びに行く友達の家に遊びに行くមានន័យថាខ្ញុំទៅលេងផ្ទះមិត្តភ័ក្តិចឹងពាក្យថា tomodachi មានន័យថាមិត្តភ័ក្តិ iye មានន័យថាផ្ទះ no កន្លែងនេះមានន័យថារបស់ចឹង tomodachi no iye មានន័យថាផ្ទះរបស់មិត្តភ័ក្តិនេះគឺជាបរិយាស័ព្ទបញ្ជាក់ពីទីកន្លែងដោយសារ iye នេះគឺជាផ្ទះអញ្ចឹងមានន័យថាជាទីកន្លែងអញ្ចឹងយើងដាក់នេះ asobi ni iku asobi ni iku មានន័យថាទៅលេងចឹងកន្លែងនេះយើងមានវេយ្យាករណ៍របស់យើងគឺនិអ៊ីគឹដែលមានន័យថាទៅធ្វើអ្វីមួយតែកន្លែងនេះយើងប្រើនិអ៊ីគឹអញ្ចឹងអត់គួរសមទេអញ្ចឹងកិរិយាសព្ទរបស់យើងគឺ asobi នឹងឯងនេះដែលកិរិយាសព្ទដើមរបស់យើងគឺ asobu មានន័យថាលេងយើងបំបែកជាទម្រង់ masen ទៅជា asobimas លុប mas ចោលនៅសល់ asobi យកទៅបូកជាមួយនឹងនិអ៊ីគឹអញ្ចឹងទៅជា asobi ni iku មានន័យថាទៅលេងឥឡូវត្រៀមទាំងអស់គ្នា友達の家に遊びに行く友達の家に遊びに行く友達の家に遊びに行くមានន័យថាខ្ញុំទៅលេងផ្ទះមិត្តភ័ក្តិឧទាហរណ៍ទី3日本へ旅行しに行くつもりです日本へ旅行しに行くつもりです日本へ旅行しに行くつもりですមានន័យថាខ្ញុំមានគម្រោងទៅធ្វើដំណើរកម្សាន្តនៅប្រទេសជប៉ុនចឹងពាក្យថានិហុងមានន័យថាប្រទេសជប៉ុនអេគឺដូចទៅនឹងបរិយាស័ព្ទនិដែរមានន័យថាឆ្ពោះទៅកាន់ចឹងនិហុងអេមានន័យថា
ឆ្ពោះទៅកាន់ប្រទេសជប៉ុន Yokoshi ni iku Yokoshi ni iku មានន័យថាទៅធ្វើដំណើរកំសាន្តយើងមានវេយ្យាករណ៍របស់យើងគឺ ni iku ហើយកិរិយាសព្ទរបស់យើងគឺ ryoko suru ryoko suru មានន័យថាធ្វើដំណើរកំសាន្តគឺជាក្រុមទី3អញ្ចឹង ryoko suru គឺយើងបំបែកជាទម្រង់ mas សិនទៅជា ryoko shimasu ryoko shimasu យើងលុប mas ចោលនៅសល់តែ ryoko shi ហើយបូកជាមួយនឹង ni iku ទៅជា Yokoshi ni iku មានន័យថាទៅធ្វើដំណើរកំសាន្ត Tsumori desu Tsumori គឺជាវេយ្យាករណ៍មួយមានន័យថាមានគម្រោងធ្វើអ្វីមួយឬក៏ក្រងធ្វើអ្វីមួយអញ្ចឹងនៅពេលដែលយើងនិយាយថា Yokoshi ni iku Tsumori មានន័យថាមានគម្រោងទៅធ្វើដំណើរកំសាន្តឬក៏ក្រងទៅធ្វើដំណើរកំសាន្តនៅកន្លែងណាមួយណា Des គឺមានន័យថាគឺជាឬក៏ដាក់នៅខាងចុងប្រយោគដើម្បីសម្ដែងការគួរសមជឿនត្រីទាំងអស់គ្នា日本へ旅行しに行くつもりです日本へ旅行しに行くつもりです日本へ旅行しに行くつもりですមានន័យថាខ្ញុំមានគម្រោងទៅធ្វើដំណើរកម្សាន្តនៅប្រទេសជប៉ុនឧទាហរណ៍ទី4飲み物を買いに行く飲み物を買いに行く飲み物を買いに行くមានន័យថាខ្ញុំទៅទិញរបស់ផឹកឬក៏ខ្ញុំទៅទិញភេសជ្ជៈអញ្ចឹងពាក្យថា飲み物មានន័យថារបស់ផឹកឬក៏ភេសជ្ជៈ買いに行く買いに行くមានន័យថាទៅទិញអញ្ចឹងយើងមានវេយ្យាករណ៍របស់យើងគឺ ni iku មានន័យថាទៅធ្វើអ្វីមួយហើយពាក្យ kai នេះគឺមកពីពាក្យដើមគឺ kau មានន័យថាទិញអញ្ចឹង kau ជាកិរិយាសព្ទដើមយើងបំបែកទៅជាទម្រង់ mas ទៅជា kaimas kaimas មាន mas នៅខាងចុងយើងលុបចោលនៅសល់តែ kai ហើយបូកជាមួយនឹងវេយ្យាករណ៍របស់យើងគឺ ni iku ទៅជា kai ni iku មានន័យថាទៅទិញឥឡូវទាំងអស់គ្នា飲み物を買いに行く飲み物を買いに行く飲み物を買いに行くមានន័យថាខ្ញុំទៅទិញរបស់ផឹកឧទាហរណ៍ទី5あのところに何しに行くのあのところに何しに行くのあのところに何しに行くのមានន័យថាទៅធ្វើអីនៅកន្លែងនោះចឹងពីថាអានោះមានន័យថានោះកន្លែងដែលយើងចង់និយាយតែនៅឆ្ងាយពីយើងជាមួយនឹងអ្នកស្ដាប់តូកូរ៉ូតូកូរ៉ូមានន័យថាកន្លែងអញ្ចឹងអានោះតូកូរ៉ូមានន័យថាកន្លែងនោះហ្នឹងគឺកន្លែងដែលនៅឆ្ងាយពីយើងជាមួយនឹងអ្នកដែលយើងនិយាយជាមួយនឹងនេះគឺជាបរិយាស័ព្ទទីកន្លែងបញ្ជាក់ពីទីតាំងណាមួយអញ្ចឹងកន្លែងនេះតូកូរ៉ូមានន័យថាកន្លែងអញ្ចឹងត្រូវតែមានបរិយាស័ព្ទនេះដើម្បីបញ្ជាក់ពីទីតាំងណានីស៊ីហ្នឹងគឺកន្លែងនេះយើងបាត់បរិយាស័ព្ទមួយហើយដោយសារតែប្រយោគនេះគឺជាប្រយោគភាសានិយាយណាសម្រាប់និយាយជាមួយមិត្តភ័ក្តិអញ្ចឹងហើយយើងអាចលុបបរិយាស័ព្ទចោលបានអញ្ចឹងយើងមាន nani o suru ណាពាក្យពេញរបស់វាគឺ nani o suru អញ្ចឹង nani o suru យើងបំបែកជាទម្រង់ mas ទៅជា nani o shimasu អញ្ចឹង nani o shimasu យើងលុប mas ចោលនៅសល់តែ shi ទេអញ្ចឹងវាទៅជា nani o shi ហើយបូកជាមួយនឹង ni iku ប៉ុន្តែដោយសារតើកន្លែងនេះយើងជាភាសានិយាយយើងអាចលុប o ចោលទៀតអញ្ចឹងនៅសល់តែ nani shi ណា nani shi ហ្នឹងគឺមានន័យថាធ្វើអីគេអញ្ចឹង nani o shi និង nani shi ហ្នឹងគឺដូចគ្នាទេគ្រាន់តែមួយភាសានិយាយមួយភាសាសរសេរពេញលេញណា ni iku មានន័យថាទៅធ្វើអ្វីមួយអញ្ចឹងកន្លែងនេះ nani o suru នឹងមានន័យថាធ្វើអ្វីដល់ពេលតែ nani shi ni iku មានន័យថាទៅធ្វើអ្វី no ហើយសញ្ញាសួរអញ្ចឹង no សញ្ញាសួរគឺបង្ហាញពីការភ្ញាក់ផ្អើលរបស់យើងឆ្ងល់ថាមិនបានអញ្ចឹងយើងប្រើ no ហើយសញ្ញាសួរអញ្ចឹងយើងត្រូវលើកសលេងនៅពេលដែលយើងនិយាយអញ្ចឹងកន្លែងនេះយើងឆ្ងល់ថា
ហើយទៅកន្លែងនឹងធ្វើអីគេទៅកន្លែងដែលយើងពងតែចង់និយាយនឹងថាមិនបានទៅកន្លែងនឹងធ្វើអីទៅនឹងមានការអីអញ្ចឹងយើងឆ្ងល់យើងលក្ខណៈថាយើងរៀងភ្ញាក់ផ្អើលយើងសួរបែបហ្នឹង Nani shi ni iku no Nani shi ni iku no អ្នកឯងទៅកន្លែងនោះធ្វើអី Nani shi ni iku no ទៅធ្វើអីគេរបៀបអញ្ចឹងយើងតែនិយាយភ្ញាក់ផ្អើលគឺយើងនិយាយបែបហ្នឹងឥឡូវទៅរៀនបងប្អូនគ្នាあのところに何しに行くのあのところに何しに行くのあのところに何しに行くのមានន័យថាទៅធ្វើអីនៅកន្លែងនោះឥឡូវធ្វើឧទាហរណ៍ចុងក្រោយរបស់យើង今週友達と一緒に日本食を食べに行きます今週友達と一緒に日本食を食べに行きます今週友達と一緒に日本食を食べに行きますមានន័យថាខ្ញុំទៅញ៉ាំអាហារជប៉ុនជាមួយមិត្តភ័ក្តិរបស់ខ្ញុំនៅសប្តាហ៍នេះអញ្ចឹងពីថា今週មានន័យថាសប្តាហ៍នេះ友達មានន័យថាមិត្តភ័ក្តិតូមានន័យថាជាមួយនៅពេលដែលយើងប្រើជាមួយមនុស្ស友達តូមានន័យថាជាមួយមិត្តភ័ក្តិ一緒にគឺមានន័យថាជាមួយគ្នា日本食គឺមានន័យថាម្ហូបឬក៏អាហារជប៉ុន食べに行きます食べに行きますមានន័យថាទៅញ៉ាំកន្លែងនេះយើងមានវេយ្យាករណ៍របស់យើងគឺに行きますដែលជាទម្រង់គួរសមមានន័យថាទៅធ្វើអ្វីមួយហើយពាក្យថា食べគឺបានមកពីពាក្យដើមគឺ食べるមានន័យថាញ៉ាំយើងបំបែកជាទម្រង់ mas ទៅជា食べますយើងលុប mas ចោលនៅសល់តែ食べទេណាអញ្ចឹងយក食べនឹងទៅបូកជាមួយនឹងに行きますដែលជាវេយ្យាករណ៍របស់យើងអញ្ចឹងយើងទៅជា食べに行きますមានន័យថាទៅញ៉ាំឡើងទៅរៀនតើអ្នក今週友達と一緒に日本食を食べに行きます今週友達と一緒に日本食を食べに行きます今週友達と一緒に日本食を食べに行きますមានន័យថាខ្ញុំទៅញ៉ាំអាហារជប៉ុនជាមួយមិត្តភ័ក្តិរបស់ខ្ញុំនៅសប្តាហ៍នេះいかがでしたかខ្ញុំមានអ្នកទាំងអស់នេះជួបមីនីថ្ងៃនេះចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាអាចតាមទាន់ហើយនឹងចេះប្រើវេយ្យាករណ៍に行くទាំងអស់គ្នាそれではまた次回の動画でお会いしましょうご清聴いただきありがとうございましたអរគុណសម្រាប់ការតាមដានអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀតបាយ